សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel DR សម្រាប់រឿងដែលថ្ងៃហ្នឹងដែររឿងរបស់យើងហ្នឹងគឺឈានចូលដល់ពេល11ណាមុននឹងចូលសាច់រឿងកុំភ្លេចជួយចុច like និង subscribe Channel admin ម្នាក់មួយផងណាហើយកុំភ្លេច comment លេងជាមួយនឹង admin ផងកាលពីចុងវគ្គមុនហ្នឹងគឺមានអ្នកដែលតាមទូស្រីដែលយើងអត់ដឹងថាជាណាគេទេហើយយើងក៏បានឃើញថាទូប្រុសហ្នឹងបានទាញនាងឲ្យទៅពួនជាមួយគ្នាអញ្ចឹងណាហើយយើងក៏ឃើញថាម្នាក់ហ្នឹងឈិតដើរមកដល់ហើយ admin ឃើញស្បែកជើងនិង support ក៏ថាមនុស្សស្រីតែតាមពិតជាយូបោសោះទូស្រីក៏បានប្រាប់ទូប្រុសថាម្នាក់ហ្នឹងហើយដែលដើរតាមនាងដល់ពេលទូប្រុសឃើញហើយក៏ភ្ញាក់ផ្អើលអញ្ចឹងណាហើយយូបោហ្នឹងក៏បាននិយាយថាគេអត់បានដើរតាមនាងទេគេកំពុងតែស្វែងរកទូប្រុសនាងក៏បានមើលមុខទូប្រុសទាំងឆ្ងល់អញ្ចឹងណាគេក៏បាននិយាយប្រាប់ថាយូបោហ្នឹងគឺជា manager របស់គេនាងក៏បានភ្ញាក់ផ្អើលថាទូប្រុសហ្នឹងមាន manager ដែរហើយយូបោក៏បាននិយាយថាវាអត់មានអីចម្លែកទេដែលគ្រូបង្វឹកនៅក្រុមណាន់តហ្នឹងមាន manager ហើយយើងក៏ឃើញទូប្រុសហ្នឹងបានដើរទៅថាឲ្យគេមិនគេបាក់អើអីចឹងអត់មានលុយទិញខោទេមែនហើយយូបោហ្នឹងគឺថាមែនទេអាហ្នឹងគឺជា mode fashion របស់គេហើយគេបានបន្លែលាវអាវហ្នឹងខាងក្រោយមើលពីអាវខាងក្នុងទៀតគេថា mode ហ្នឹងឥឡូវពេញនិយមខ្លាំងណាស់ហើយទូប្រុសក៏បាននិយាយថាបើគេអត់ព្រមបាត់អាវចិត្តវិញទេគេនឹងធ្វើឲ្យអូនទៅខាងក្រោមរបស់គេហ្នឹងបាទហើយយូបោហ្នឹងក៏ថាទូប្រុសហ្នឹងអត់ទាន់សម័យសោះហើយគេក៏បានដើរទៅណែនាំខ្លួនជាមួយនឹងតួស្រីអញ្ចឹងណាហើយក៏បានឲ្យនាងមកបានមួយទៅកាន់នាងហើយថាខ្លួនហ្នឹងក៏ជា manager របស់ទូប្រុសហើយតួស្រីក៏បាននិយាយថាគួរឲ្យស្ដាយខ្លាំងណាស់គេខំស្មានតាយូបោហ្នឹងគឺជាមនុស្សដែលចូលចិត្តបង្ហាញគេខ្មាស់តាមសាធារណៈហើយនាងក៏ចង់ដឹងថាផ្លូវចិត្តរបស់គេហ្នឹងហឹងមាំប៉ុណ្ណាដែរហើយនាងក៏ថាអ្នកទាំងពីរហ្នឹងនិយាយគ្នាទៀតចោះនាងទៅសិនហើយក៏បាននិយាយទៀតថានាងយកពី fashion របស់គេអីហើយយូបោហ្នឹងក៏បាននិយាយថាតើឃើញផ្ទាល់ភ្នែកអញ្ចឹងមិនដឹងថាតួស្រីហ្នឹងគួរឲ្យចាប់អារម្មណ៍ប៉ុណ្ណាហើយតួប្រុសក៏បាននិយាយថាយូបោហ្នឹងមកកន្លែងហ្នឹងដើម្បីខ្ចីកៅអៅគេមិនចង់ប្រាប់ថាកៅអៅគេហ្នឹងវែងខ្លាំងហើយយូបោហ្នឹងពាក់អត់ត្រូវទេហើយយូបោហ្នឹងក៏និយាយថាហ្នឹងឯងគឺជា fashion បន្តមកសាច់រឿងឱកាសនៅក្នុងផ្ទះវត្តទូប្រុសដែលយូបោហ្នឹងបានសួរគេថាគេច្បាស់ហើយមែនថាតួស្រីហ្នឹងមិនជាម្ចាស់ account ហុកស្លុកវាអសកុយតួប្រុសក៏និយាយថានាងមែនទេនាងមិននឹងអាចជាម្ចាស់ account ហុកស្លុកវាអសកុយដែលមានគម្រោងបោកអ្នកដទៃឲ្យទៅស្លាប់ទៅតែតួស្រីហ្នឹងគឺជាមនុស្សដែលខ្ជូតសំខាន់នាងអត់សូវមានរបៀបរៀបរយទេហើយឆាប់ភ័យតែតែងតែជួយគិតគូរពីអ្នកដទៃនិយាយប្រាហ្នឹងតួប្រុសក៏បានស្មានដល់រូបភាពទាំងអស់ដែលតួស្រីបានធ្វើអញ្ចឹងណាដូចជាការជិះកង់ការដែលនាងឲ្យកូនសិស្សហ្នឹងទៅហាត់ប្រាណឲ្យនាងការដែលនាងហ្នឹងបន្លាយគេហើយនៅមានរឿងយកកៅអៅទៅបោកអ្នកផ្ទះគេទៀតហើយរឿងចុងក្រោយហ្នឹងគឺនាងហ៊ានបដូរជីវិតខ្លួនឯងដើម្បីទៅជួយកូនសិស្សអញ្ចឹងហើយរឿងដែលគេបានឃើញផ្ទាល់ពីនាងហ្នឹងគឺវាច្បាស់ជាងតន្ត្រីដែលគេបានមកទៀតហើយយូបោក៏បានសួរតួប្រុសថាអញ្ចឹងម៉ែភាគរយដែលនាងហ្នឹងឯងគឺជាម្ចាស់ខាន60ស្លុកវាអសកុយហើយគេក៏ថាមិនឆ្លើយទេចាំគេទៅមើលខ្លួនឯងគេក៏បានទៅបើកទ្វារកៅអៅឃើញថាតួប្រុសរសេលើនឹងដាក់ 0% អញ្ចឹងបានន័យថាតួប្រុសហ្នឹងលែងសង្ស័យតួស្រីទៀតហើយយូបោក៏បាននិយាយថាអញ្ចឹងគេលែងសង្ស័យតួស្រីគេគួរតែចាក់ចេញឯងតែមានក្លឹបកីឡាជាច្រើនហ្នឹងបានចាប់អារម្មណ៍ជាមួយនឹងតួប្រុសខ្លាំងណាស់សូម្បីតែក្លឹបក្រុមហេងជើហ្នឹងក៏ចង់ឲ្យគេទៅធ្វើការហ្នឹងដែរអញ្ចឹងហើយយូបោហ្នឹងគឺគាត់តែចង់បញ្ចុះបញ្ចូលឲ្យតួប្រុសហ្នឹងទៅធ្វើជាគ្រូបង្វឹកនៅក្រុមហេងជើទេបងតួប្រុសហ្នឹងធ្វើការនៅកន្លែងហ្នឹងហើយគេប្រាំឲ្យយូបោហ្នឹងប្រាប់តួប្រុសថាគេឲ្យប្រាក់ខែច្រើនណាស់តួប្រុសក៏បាននិយាយថាគេបរាជ័យឯងអញ្ចឹងបញ្ចុះបញ្ចូលគេបានទេហើយយូបោក៏ថាមិនបានតួប្រុសហ្នឹងដាច់ចិត្តជាមួយនឹងមិត្តភក្តិគេបែបហ្នឹងដែរហើយគេក៏ថាតួប្រុសហ្នឹងគួរតែដឹងឯងដែលថាបងស្រីគេហ្នឹងជាមនុស្សបែបម៉េចតួប្រុសក៏ថាគាត់តែគេហ្នឹងខ្លាចគាត់មិនបើសិនជាគាត់មានរឿងចង់និយាយឬក៏ហៅគេទៅធ្វើការហ្នឹងឲ្យគាត់មិននិយាយខ្លួនឯងមកមិនហៅយូបោហ្នឹងមកនិយាយទេបន្តមកសាច់រឿងឱកាសនៅបន្ទប់តួស្រីដែលនាងកំពុងតែគិតថាយូបោហ្នឹងមកហើតួប្រុសហ្នឹងមានរឿងអីហើយនាងក៏បានហើបើតុក្កតាមើលបន្តែគណៈពេលហ្នឹងដែរតួប្រុសបានឆាត់ម្នាងដែលស្អែកហ្នឹងមានការត្រែងនឹងដដែលបន្តែគេចង់បានថ្នាក់មួយដើម្បីបរិញ្ញាទ្រឹស្ដីដល់ពួកក្មេងៗឲ្យតួស្រីហ្នឹងហើយបានលឿនដល់តែឃើញតួប្រុសផ្ញើសារមកអញ្ចឹងនាងក៏បានទាញយកនាងមកបានបោះយូបោមកមើលហើយនាងក៏គិតថាតួប្រុសហ្នឹងឯងនឹងចង់ចាក់ចែងអញ្ចឹងណាហើយនាងក៏គិតថាប្រហែលជាអត់អីទេចាំពេលតួប្រុសហ្នឹងចង់ចាក់ចែងហ្នឹងចាំនាងហើយវិធីដោះស្រាយតាមក្រោយទៀតហើយនាងក៏បានបើកតុក្កតាហ្នឹងបន្តមើលទៀតហើយនាងក៏និយាយថាតុក្កតាហ្នឹងគួរតែឲ្យទៅលិនលូហើយជាតុក្កតាហ្នឹងចូលដូចលិនលូវិញយ៉ាងមកតួស្រីចង់ឲ្យគេបន្តមកសាច់រឿងឱកាសនៅពេលដែលតួស្រីហ្នឹងបានមកហើលោកយុវជានៅក្នុងបន្ទប់តែឃើញគាត់ទេហើយនាងក៏បានដើរទៅតុគាត់ហើយក៏បានសេណូតមួយទៅឲ្យគាត់ចឹងណាហើយនៅក្នុងណូតហ្នឹងតួស្រីបាននិយាយថាចង់ឲ្យលោកយុវជាហ្នឹងជួយហៅបន្ទប់ទនេមួយដើម្បីពួកក្មេងៗហ្នឹងហ៊ានបន្ថែមហើយពេលដែលចេញពីបន្ទប់លោកយុវជាហ្នឹងក៏បានជុំនឹងគាត់ល្មមហើយលោកយុវជាក៏បានសួរថាមកហៅគាត់មែនតួស្រីក៏បានប្រាប់គាត់តាមហ្នឹងទៅថានាងចង់បានថ្នាក់ហ៊ានទនេមួយដើម្បីឲ្យក្មេងៗហ្នឹងហ៊ានបន្ថែមតែលោកយុវជាបានឲ្យតួស្រីហ្នឹងទៅសួរនៅការិយាល័យសិក្សាទៅនាងក៏បានថានាងទៅសួរហើយគេអត់មានថ្នាក់ហ៊ានទនេទេចឹងហើយបានជានាងមកហៅលោកយុវជាឲ្យជួយហ្នឹងតែលោកយុវជាបាននិយាយថាគាត់អាចជួយបានទេដោយសារតែថ្នាក់ហ៊ានក៏ដូចជាការអភិសិទ្ធទាំងអស់ហ្នឹងគឺពេញម៉ោងអស់ហើយចឹងហើយឲ្យតួស្រីហ្នឹងដោះស្រាយខ្លួនឯងទៅហើយគាត់ក៏បានដើរចេញទៅបាត់ទៅបន្ទាប់មកសាច់រឿងគាត់នៅថ្នាក់បបប្រធានក្រុមហ្វូនៅពេលហ្នឹងដែរគេបានឃើញប្រអប់កដោមួយនៅក្នុងកែតុករបស់គេពេលហ្នឹងគេហៅបើកមើលប៉ុន្តែឈីលៀងអត់ឲ្យគេបើកទេខ្លាចថាវ៉ុនឆឹងយីហ្នឹងជាអ្នកផ្ញើមកហើយនៅក្នុងហ្នឹងមានគ្រាប់ម៉ែកភ្លាមៗហ្នឹងដែរគេក៏បាន
បាននឹកឃើញថាសិនអោហើយនឹងចាំងហឺក៏ធ្លាប់បានទទួលរង្វាន់ចឹងដែរបន្ទាប់មកយើងក៏ឃើញថាប្រធានក្រុមហ្វូនឹងបានយកប្រអប់នឹងមកអស់អ្នកខូលេនក៏ដូចជាអ្នកផ្សេងនឹងបានមើលដែរនៅពេលដែលបើកមកហ្នឹងគឺវាមាន3ប្រឡោះដែលប្រឡោះមួយហ្នឹងនិយាយពីជោគវាសនាហើយនៅក្នុងហ្នឹងក៏មានសំណួរហើយមួយទៀតគឺជាឱកាសហើយក្នុងហ្នឹងក៏មានសំណួរដែរហើយចុងក្រោយគឺជាផែនទីវ៉ាសនាហុងជីងហើយនៅលើសំណួរទាំងអស់ហ្នឹងគឺតាក់ទងជាមួយនឹងគណិតវិទ្យាប៉ុន្តែពួកក្មេងៗហ្នឹងគឺអត់ចេះគណិតវិទ្យាទេពេលដែលនាងសួរពួកគេថាណាគេចេះគណិតខ្លាំងជាងគេពួកគេក៏វិក៏បានអញ្ចឹងណាហើយចិនអោក៏និយាយថាប្រហែលជាយូមីងគេបានបន្ទុក80ទោះស្អីក៏ថា80លើ100មែនចិនអោក៏ថាអត់ទេ80លើ150ហើយចឹងហឺក៏ថាអ្នកខូលេនហ្នឹងឯងស័ក្តិសមខ្លួនអ្នកខូលេនហ្នឹងបានបន្ទុក140លើ150ហើយពួកគេក៏នាំគ្នាមកអ្នកខូលេនដោះស្រាយបញ្ហាហ្នឹងទៅហើយយើងក៏ឃើញថាតួស្រីហ្នឹងយកសំណួរនីមួយៗហ្នឹងមកដោះស្រាយតាមបែបគណិតវិទ្យាអញ្ចឹងទៅបានតិចក្រោយមកហ្នឹងនាងក៏បានដោះស្រាយសំណួរទាំងអស់ហ្នឹងចេញជាចម្លើយហើយបន្ទាប់មកពួកគេក៏បានជួយគិតគ្នាថាលេខទាំងអស់ហ្នឹងវាតាក់ទងជាមួយនឹងអីអញ្ចឹងហើយតួស្រីក៏បាននិយាយថាលេខទាំងអស់ហ្នឹងគឺវាតាក់ទងជាមួយនឹងផែនទីដែលសំណួរដែលគេឲ្យមកហ្នឹងគឺវាមានពីរផ្នែកឱកាសហើយនិងផ្នែកជោគវាសនាហើយនៅលើផែនទីហ្នឹងវាមានកអនណេបដោយនឹងទៅតឹងអញ្ចឹងហើយបើសិនជាយើងយកចម្លើយហ្នឹងទៅដាក់នៅលើផែនទីហ្នឹងទៅយើងនឹងឃើញចំណុចប្រសើររបស់វាហើយតមកពួកគេក៏មកទីតាំងចំណុចប្រសើររបស់ផែនទីហ្នឹងដែលវាជាហាងថតរូបពួកគេក៏បានសួរតួស្រីថាច្បាស់អត់ដែលមកធ្វើកន្លែងហើយតួស្រីក៏បាននិយាយថាទោះបីជាមុខវិជ្ជាគណិតវិទ្យាហ្នឹងនាងខ្សោយជាងគេពេលប្រឡងចូលមហាវិទ្យាល័យក៏ដោយតែនាងជឿជាក់ថាចម្លើយរបស់នាងហ្នឹងគឺត្រូវហើយហើយនៅប្រធានក្រុមហ្វូក៏បាននិយាយថាពួកយើងនៅតែបានផលលេខកូដនៅខាងក្រោយផែនទីទេដល់លើប្រធានក្រុមហ្វូនិយាយចឹងអ្នកខូលេនក៏បាននិយាយថាត្រូវហើយកាលពីនាងនៅក្មេងហ្នឹងពេលដែលថតរូបហើយហ្នឹងតែងតែមានលេខកូដនៅខាងក្រោយហើយនាងក៏បានទៅសារប្រធានក្រុមហ្វូថាគេឆ្លាតអញ្ចឹងណាហើយពួកគេក៏នាំគ្នាចូលទៅខាងក្នុងសួរបុគ្គលិកគេទៅខូលេនក៏បានសួរថាតើលេខកូដហ្នឹងមកពីហាងគេមែនតែបុគ្គលិកហ្នឹងក៏បាននិយាយថាស្មារតីហ្នឹងគឺលែងផលលេខកូដចឹងទៀតហើយពួកស្រីក៏បានសួរថាចុះពីមុនហ្នឹងធ្លាប់ប្រើមែនបុគ្គលិកហ្នឹងក៏ថាប្រហែលជាច្បាយចាំរបស់នាងហ្នឹងធ្លាប់ប្រើទោះស្រីក៏ចង់ឲ្យគេជួយឆែកអញ្ចឹងណាតែបុគ្គលិកហ្នឹងថានាងមានការបន្ទោសនៃហ្នឹងអញ្ចឹងហើយពួកគេក៏នាំគ្នាចេញមកវិញទៅខណៈពេលដែលចេញមកវិញហ្នឹងពួកគេបានឃើញ poster មួយដែលជាកម្មវិធីថតរូបបែបបុរាណណាតែកម្មវិធីហ្នឹងថតបានតែគូស្នេហ៍ឬក៏ប្តីប្រពន្ធទេដែលអាចចូលរួមថតបានហើយពួកគេក៏ថាក្នុងចំណោមពួកយើងហ្នឹងមានតែអ្នកខូលេនទេដែលអាចថតបានអញ្ចឹងអ្នកខូលេនថតរូបទុកជាអនុស្សាវរីយ៍ហ្មងទៅតមកសាច់គឺកាន់នៅផ្ទះវ៉ាទូព្រោះតែគេទៅចេញពីមួយទឹកនៅពេលហ្នឹងដែរគឺទូរស័ព្ទរបស់គេហ្នឹងរត់សារច្រើនខ្លាំងមែនតើហើយគេក៏បានបើកទូរស័ព្ទមើលតែនៅក្នុងក្រុមហ្នឹងពួកគេនិយាយគ្នាតាក់ទងជាមួយនឹងអ្នកខូលេនហ្នឹងធ្វើឲ្យមនុស្សម្នាក់ដើម្បីទៅថតរូបជាមួយអញ្ចឹងណាតែពួកគេហ្នឹងចង់ដឹងពីតម្រុយនៃប្រអប់កដោហ្នឹងក៏ដូចជាចង់ដឹងថាណាគេជាអ្នកផ្ញើប្រអប់កដោហ្នឹងមកដែរពួកគេក៏បានសួរអ្នកខូលេនដែរហើយអ្នកថតរូបជាមួយបាននៅនាងក៏ថានៅទេបន្ទាប់មកហ្នឹងពួកគេបានផ្ញើរូបជាច្រើនមកតែនៅក្នុងហ្នឹងដែរមានតាំងពីពូរបស់ពួកគេបងប្អូនចរន្តមួយមានតាំងពីបងប្រុសទៀតហើយទូប្រុសក៏បានឃើញដែរខណៈពេលហ្នឹងដែរទូប្រុសលែងមើលទៀតហើយមានអារម្មណ៍ថាគេកំពុងតែប្រច័ណ្ឌមិនទេហើយក៏បានដើរទៅហៅទូស្រីទាំងយប់ពេលដែលទូស្រីបើកទ្វារមកហ្នឹងក៏សួរគេថាមានរឿងអីហើយគេក៏បាននិយាយថាគេបានមើលសារនៅក្នុងក្រុមហើយថ្ងៃសៅរ៍ហ្នឹងគេទៅណែតើលើអញ្ចឹងទូស្រីក៏បាននិយាយថាតើគេហ្នឹងទៅថតរូបជាគូជាមួយនឹងនាងមែនទូប្រុសក៏ថាហ្នឹងហើយតែគេត្រូវកាត់ថ្លៃឈ្នួលតាមស្ថានភាពជាក់ស្ដែងហើយទូស្រីហ្នឹងក៏បានស្ទុះទៅអោបគេហើយនិយាយថាអរគុណអញ្ចឹងណាហើយក៏នាំទូប្រុសហ្នឹងទៅបន្ទប់រកលោកតាគេដោយសារតែការថតហ្នឹងបានបរិយាអញ្ចឹងហើយបានជាទូស្រីហ្នឹងចង់យកកៅអៅដែលលោកតានិយាយគេបន្សល់ទុកឲ្យហ្នឹងយកមកថតហើយពួកគេទាំងពីរនាក់ហ្នឹងក៏នាំគ្នារកកៅអៅហ្នឹងទៅគណៈពេលហ្នឹងដែរទូស្រីបានកន្លែងឃើញរូបថតកាលពីនៅក្មេងរបស់នាងហើយនាងក៏បានបើកសភៅហ្នឹងមើលអញ្ចឹងណាក៏ឃើញថារូបថតទាំងអស់ហ្នឹងហើយជាកន្លែងដែលសិតតាលោកតារបស់នាងហ្នឹងនាំនាងទៅកាលពីនាងនៅក្មេងហើយទូប្រុសហ្នឹងក៏បានអង្គុយស្ដាប់ទូស្រីនិយាយពីរឿងកាលពីនៅក្មេងហ្នឹងតែញញឹមអញ្ចឹងណាហើយគេក៏បានកន្លែងឃើញរូបថតមួយដែលទូស្រីហ្នឹងធ្វើឲ្យទៅជាកម្រើកមែនហើយគេក៏សួរថានឹងអីគេទូស្រីហ្នឹងក៏បានធ្វើទៅជាកម្រើកឲ្យទូប្រុសមើលពេលហ្នឹងហ្មងហើយគេប្រើទឹកមុខលងសតុនស្លឹងមើលទូស្រីវ៉ាន់តែមើលហ្នឹងក៏ដឹងថាលងស្លាញ់ទូស្រីដែរញ៉ៃមែនហើយទូស្រីហ្នឹងក៏បានឲ្យគេធ្វើទៅជាកម្រើកតាមនាងដែរតែគេហ្នឹងអត់អាចធ្វើទៅជាកម្រើកដូចទូស្រីបានទេនាងមើលអត់ឃើញអីអញ្ចឹងណាហើយពួកគេហ្នឹងក៏នាំគ្នាបន្តមើលរូបថតទៀតទៅខណៈពេលហ្នឹងដែរទូប្រុសក៏បានកន្លែងឃើញកណ្ដូលដែលនាងគូកាលពីនៅក្មេងអញ្ចឹងណាហើយក៏មាននិចណែរបស់ខ្លួនកាលពីនៅក្មេងដែរបែបជាលក្ខណៈពនាងអញ្ចឹងណាហើយទូស្រីក៏បានបិទសភៅហ្នឹងអត់ឲ្យគេឃើញទេប៉ុន្តែទូប្រុសហ្នឹងបានឃើញអស់ហើយក៏បានសោកទៀតហើយទូស្រីហ្នឹងក៏និយាយថាមិនបានគេសោកនាងអញ្ចឹងហើយគេក៏និយាយថាអត់បានសោកទេទូស្រីក៏ថានាងឃើញគេសោកហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានបែកគ្នាទៅរកកៅអៅបន្តទៀតទៅបានតែក្រោយមកហ្នឹងនាងក៏បានហៅឃើញកៅអៅរបស់លោកតានាងតែទូប្រុសក៏គិតថាវាទូចពេកអាចនឹងគេពាក់អត់ត្រូវអញ្ចឹងណានាងក៏ថាលោកតារបស់នាងហ្នឹងក៏ខ្ពស់ដែរឲ្យទូប្រុសហ្នឹងសាក់លើសិនទៅគីឡូត្រូវពេលហ្នឹងដែរយើងក៏បានឃើញទូប្រុសហ្នឹងបានឆាត់ទៅយូបោពឹងគេឲ្យទៅយកកៅអៅបែបបុរាណហ្នឹងនៅផ្ទះរបស់គេនៅទីក្រុងហេងជឺតែគណៈពេលហ្នឹងដែរទូស្រីបានហៅឃើញរោបលោកយាយរបស់នាងឯងដែលជាឈុតជាមួយនឹងកៅអៅរបស់លោកតា
ដល់តែឃើញអញ្ចឹងទូផលក៏បានប្រាប់យូបូវិញថាមិនឲ្យគេយកគេអាមកទេបន្ទាប់មកសាច់គ្រឿងឱកាសដល់ថ្ងៃពួកគេទាំងពីរនាក់ហ្នឹងទៅថតរូបដែលយើងឃើញទូស្រីពាក់រ៉ូបហ្នឹងមកឡើងស្អាតអញ្ចឹងណាបានតិចក្រោយមកហ្នឹងយើងក៏ឃើញថាទូផលរៀបចំខ្លួនហើយឡើងសង្ហាហើយទូស្រីហ្នឹងក៏បានកលែកឃើញគេដែរហើយទូផលហ្នឹងក៏បានសួរនាងថាគេពាក់ឈុតហ្នឹងមិនដែរហើយទូស្រីក៏និយាយថាសង្ហាចាញ់លោកតារបស់នាងតែបន្តិចទេហើយទូផលហ្នឹងក៏បានដើរទៅឲ្យទូស្រីហ្នឹងគេដែរអញ្ចឹងណាដែលគេនិយាយថាពួកគេហ្នឹងសំតែគេដើរទីតាំងទៅបន្ទាប់មកពួកគេក៏គេដែរគេដើរទៅដល់កន្លែងទីតាំងថតរូបទៅពេលដើរទៅដល់ទីតាំងថតរូបហ្នឹងនាងក៏បានប្រាប់គេថានាងមានការថតរូបបែបគូស្នេហ៍នៅម៉ោង1កន្លះម្ចាស់ហាងហ្នឹងក៏បានសួរឈ្មោះពួកគេទាំងពីរអ្នកបញ្ជាក់ដែរហើយក៏ឲ្យពួកគេទាំងពីរហ្នឹងមកហូបទៅគេទៅរៀបចំកន្លែងកាមេរ៉ាថតរូបអញ្ចឹងណានៅពេលដែលពួកគេយក iPad ហ្នឹងមកហូបថតចាស់ហ្នឹងគឺអត់មានឃើញលោកតាហើយនិងលោកយាយរបស់នាងទេពួកគេហ្នឹងក៏បានទៅមកហូបថតនៅលើអញ្ចឹងដែរប៉ុន្តែអត់មានទេខណៈពេលហ្នឹងដែរទូប្របានកន្លែងឃើញហូបថតនៅខាងលើហ្នឹងមានទៀតហើយនាងក៏បានសុំម្ចាស់ហាងថានាងអាចទៅខាងលើបានអត់ម្ចាស់ហាងក៏ថាបានហើយពួកគេហ្នឹងក៏នាំគ្នាមកខាងលើទៅគាត់ទៅឡើងមកដល់ភ្លាមហ្នឹងទូស្រីក៏បានកន្លែងឃើញហូបថតរបស់លោកតានិងលោកយាយរបស់នាងហ្មងដែលពួកគាត់ទាំងពីរហ្នឹងបានថតនៅថ្ងៃទី23ខែសីហាឆ្នាំ2021នៅលើសុំហូបថតហ្នឹងគឺមានរសែងហើយខែអញ្ចឹងណាហើយទូស្រីក៏បានប្រាប់ទូផលទៅថាហូបថតហ្នឹងគឺជាលោកតានិងលោកយាយរបស់នាងភ្លាមហ្នឹងដែរម្ចាស់ហាងក៏បានមកដល់អញ្ចឹងណានាងក៏បានសួរគេថាតើគេជាអ្នកថតរូបហ្នឹងមែនគេក៏ថាមែនទេលោកប៉ារបស់គេទៅជាអ្នកថតហើយនាងក៏បានចង់សុំទិញហូបថតហ្នឹងពីម្ចាស់ហាងអញ្ចឹងណាតែម្ចាស់ហាងថាអត់លក់ទេទោះបីជានាងខំនិយាយថាហូបថតហ្នឹងគឺជាសមាជិកគ្រួសាររបស់នាងតែពួកគាត់បានស្លាប់ហើយគ្រាន់តែនាងចាំបានហូបថតហ្នឹងទុកជាអនុស្សាវរីយ៍អញ្ចឹងណាក៏ម្ចាស់ហាងហ្នឹងនិយាយថាអត់លក់ដែរខណៈពេលហ្នឹងដែរលោកប៉ារបស់ម្ចាស់ហាងហ្នឹងក៏បានចុះមកពីខាងលើតែគាត់ក៏ថាពួកគេទាំងពីរនាក់ហ្នឹងគឺជាលោកតាហើយនិងលោកយាយរបស់ទូស្រីគាត់បានហៅឈ្មោះពួកគេថាសុនយ៉ាហើយនិងយួនហើយកូនរបស់លោកតាហ្នឹងក៏និយាយថាគាត់មានជំងឺចាស់អំបេងគាត់នៅតែគិតថាឥឡូវហ្នឹងគឺជាពេល30ឆ្នាំមុនពេលហ្នឹងដែរលោកតាក៏បាននិយាយថាគាត់ចាំអ្នកទាំងពីរហ្នឹងមកយកហូបថតយូរហើយគាត់ក៏ចង់ថតរូបឲ្យអ្នកទាំងពីរហ្នឹងម្ដងទៀតដែរហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានយកផងកូនម្ចាស់ហាងហ្នឹងក៏បានឲ្យកូនពួកគេទាំងពីរនាក់ដែលអត់ប្រកាន់អញ្ចឹងណាបន្ទាប់មកយើងក៏ឃើញថាលោកតាហ្នឹងគឺជាអ្នកថតរូបឲ្យពួកគេទាំងពីរនាក់នៅពេលដែលគាត់ថតលើកទី1ហ្នឹងគាត់ថារូបហ្នឹងព្រាលអត់សូវច្បាស់ទេហើយគាត់ក៏បានថតរូបហ្នឹងម្ដងទៀតហើយគាត់ក៏បានឲ្យពួកគេទាំងពីរនាក់ហ្នឹងស្និទ្ធស្នាលគ្នាដែរហើយក៏សួរថាពីរនាក់ហ្នឹងកំពុងតែឆ្លោះគ្នាមែនពួកគេក៏និយាយថាអត់ទេបន្ទាប់មកហ្នឹងតួស្រីក៏បានទៅគេដៃតួផលអញ្ចឹងណាហើយពួកគេក៏បានញញឹមថតរូបទៅតែរូបចេញមកហ្នឹងគឺពួកគេទាំងពីរនាក់ស្មើគ្នាហ្មងហើយលោកតាហ្នឹងក៏បានឲ្យពួកគេទាំងពីរនាក់ហ្នឹងដូរ style ដែរហើយតួផលហ្នឹងក៏ឲ្យតួស្រីដាក់ដៃលើស្មាគេហើយគេហ្នឹងក៏បានទាញចង្កេះតួស្រីពេលហ្នឹងដែរតួស្រីឡើងអៀនហ្មងណាហើយគេក៏បានឲ្យនាងហ្នឹងស្រឡឹងមើលភ្នែកគេដែរបន្ទាប់មកការថតរូបហ្នឹងគឺបញ្ចប់ត្រឹមតែប៉ុណ្្នឹងបន្ទាប់មកពួកគេទាំងពីរនាក់ហ្នឹងក៏ចាំយករូបថតអញ្ចឹងណាហើយនាងក៏និយាយថាអត់ឲ្យក្មេងៗហ្នឹងមើលរូបថតពួកគេទេហើយយើងក៏បានឃើញលោកតាហ្នឹងមកនិយាយជាមួយនឹងពួកគេទាំងពីរនាក់ភ្លាមហ្នឹងដែរគាត់ក៏បានក្លែកឃើញខ្សែដៃរបស់តួស្រីហើយគាត់ក៏បានសួរនាងថានាងមិនជាយួនទេមែនហើយតួស្រីក៏បានណែនាំខ្លួនថានាងជាចៅស្រីរបស់ពួកគាត់ទាំងពីរនាក់ខណៈពេលហ្នឹងដែរលោកតាគាត់និយាយថាគាត់មានការចងចាំមួយឥឡូវគាត់ទំនឹកឃើញបន្ទាប់មកសាច់រឿងក៏សម័យទៅដល់កាលពី9ខែមុនដែលយើងឃើញបារម្ភម្នាក់ហ្នឹងមកហាងថតរូបរបស់លោកតាអញ្ចឹងណាហើយគាត់ក៏បាននិយាយជាមួយនឹងលោកតាថាគាត់ចង់មកយករូបថតគាត់ក៏បានឲ្យវិក្កយបត្រហ្នឹងទៅលោកតាក៏ដឹងថាគាត់មកយករូបថតរបស់សុនយ៉ាហើយនិងយួនដែលសុនយ៉ាហើយនិងយួនហ្នឹងគឺជាឈ្មោះរបស់លោកតាលោកយាយតួស្រីខណៈពេលហ្នឹងដែរលោកតាម្ចាស់ហាងក៏បានសួរបារម្ភម្នាក់ហ្នឹងថាមិនបានលោកតាតួស្រីហ្នឹងឲ្យមកយករូបថតខ្លួនឯងហើយបារម្ភម្នាក់ហ្នឹងក៏និយាយថាលោកតាហ្នឹងគឺមានជំងឺមហារីកគាត់បានស្លាប់បាត់ហើយលោកតាម្ចាស់ហាងហ្នឹងក៏បានសួរថាចោយួនបារម្ភម្នាក់ហ្នឹងក៏និយាយថាគាត់ក៏បានទទួលមរណភាពដែរបន្ទាប់ពីលោកតាហ្នឹងបានស្លាប់មករយៈពេលបន្ទាប់មកលោកតាម្ចាស់ហាងហ្នឹងក៏បានយករូបថតរបស់លោកតានិងលោកយាយតួស្រីហ្នឹងឲ្យទៅពូម្នាក់ហ្នឹងប៉ុន្តែពូម្នាក់ហ្នឹងក៏បានយករូបថតទាំងអស់ហ្នឹងទេគាត់បានពឹងឲ្យលោកតាហ្នឹងជួយទុករូបថតទាំងអស់ហ្នឹងអញ្ចឹងណាគាត់និយាយថាថ្ងៃណាមួយហ្នឹងកូនចៅរបស់លោកតាសុនយ៉ាហ្នឹងមកយករូបថតហ្នឹងហើយបន្ទាប់មកសាច់រឿងក៏កើតមកដល់បច្ចុប្បន្នដែរលោកតាហ្នឹងបានយកប្រអប់ហ្នឹងមកឲ្យតួស្រីមើលហើយគាត់ក៏និយាយដែរថាគាត់ដឹងមូលហេតុថាមិនគេផ្ញើប្រអប់ហ្នឹងទុកនៅគាត់ទេហើយក៏អត់ស្គាល់ឈ្មោះអារ៉ាដែលផ្ញើប្រអប់ហ្នឹងទុកដែរហើយនៅពេលដែលតួស្រីបើកមើលហ្នឹងក៏ឃើញកូនសៅជាមួយនឹងណូតមួយដែលសេថាផ្ទះលេខ7ផ្លូវវូតុងបន្ទាប់មកសាច់រឿងក៏កើតនៅពេលដែលពួកគេទាំងពីរនាក់ហ្នឹងកំពុងដើរហើរផ្ទះហ្នឹងបានតិចក្រោយមកហ្នឹងពួកគេទាំងពីរនាក់ក៏បានហើរឃើញបន្ទាប់មកតួស្រីក៏បានបើកទ្វារចូលទៅប៉ុន្តែភ្លាមនឹងដែរតួស្រីក៏បានស្មៃការនាងនឹងនៅពីតូចទៅចេញពីស្លាអញ្ចឹងណាហើយក៏បានហត់ទៅហៅលោកតារបស់នាងតែលោកតារបស់នាងហ្នឹងគឺជាគ្រូបង្រៀនភាសាចិនហើយលោកយាយហ្នឹងគឺជាគ្រូបង្
បង្រៀនផ្នែកសិល្បៈពេលនោះដែរទូស័យការនៅពីក្មេងនឹងហត់មកប្រាប់លោកតាថាគេមានរឿងចង់និយាយជាមួយគាត់តែលោកតានឹងឲ្យចៅនឹងទៅគូហុកនៅខាងក្រៅជាមួយនឹងលោកយាយសិនទៅគាត់ចូលបរិញ្ញាអញ្ចឹងណាពេលនោះដែរនាងកំពុងតែអង្គុយគូហុកអញ្ចឹងណាដែលមាននាងលោកតាហើយនឹងលោកយាយរបស់នាងខណៈពេលនោះដែរលោកតាក៏បានបរិញ្ញាចាប់ហើយទូស័យនឹងក៏បានយកហុកដែលនាងគូនឹងទៅឲ្យលោកតាមើលហើយលោកតាក៏បានរសារចៅថាគូស្អាតអញ្ចឹងណាភ្លាមនឹងដែរទូស័យការនៅពីក្មេងនឹងឃើញនាឡិការបស់លោកតាគេស្អាតនាងក៏ថានាងចង់បានអញ្ចឹងណាលោកតាក៏និយាយថានាឡិកានឹងគឺជាអំណោយដែលលោកយាយនឹងបានតែងជូនគាត់កាលពីគាត់នឹងធ្វើជាគ្រូបរិញ្ញាថ្ងៃទី1ហើយនាងក៏បាននិយាយថាលោកយាយនឹងលំអៀងតែងឲ្យតែលោកតាតែងឲ្យនាងផងទេហើយនាងនៅតែនិយាយថានាងចង់បាននាឡិកានឹងហើយលោកតាក៏បាននិយាយថាពេលដែលគាត់ចូលនិវត្តន៍នឹងគាត់នឹងឲ្យនាឡិកានឹងទៅទូស័យហើយតាចៅពួកគេនឹងក៏បានសន្យាធ្វើដៃគ្នាអញ្ចឹងទៅពេលនោះដែរទូស័យការនៅពីតូចនឹងក៏បានសួរថាយួននឹងបានន័យថាម៉េចលោកតាក៏បាននិយាយថាវាជាឈ្មោះកាត់របស់លោកយាយនាងថាអត្ថន័យរបស់ពាក្យហ្នឹងគឺរំលឹកដល់ការខិតខំប្រឹងប្រែងរៀនសូត្រចឹងណាបន្ទាប់មកសាច់រឿងឱកាសដល់បច្ចុប្បន្នវិញនៅពេលហ្នឹងដែរទូផក៏បានសួរថាយួននឹងបានន័យថាម៉េចហើយទូស័យក៏បានប្រាប់តាមហ្នឹងទៅថាយួនហ្នឹងគឺជាឈ្មោះកាត់របស់លោកយាយនាងបន្ទាប់មកយើងក៏ឃើញទូស័យបានបើកប្រអប់ហ្នឹងហើយក៏ឃើញហូបកណូដែលខ្លួនគូហ្នឹងកាលពីនៅក្មេងហើយនាងក៏បានឃើញហូបថតនៅលោកសាវរីជាច្រើនទៀតហើយនាងក៏បាននិយាយប្រាប់ទូផថាលោកតានិងលោកយាយរបស់នាងហ្នឹងសម្បីតែចូលនិវត្តន៍ហើយក៏ពួកគាត់នៅតែចង់បរិញ្ញាដែរពេលដែលមើលហូបថតហើយនាងក៏បានរៀបចំទុកវិញហើយនាងក៏បានឃើញប្រអប់មួយដែលក្នុងប្រអប់ហ្នឹងដែរគឺជានាឡិកាហ្នឹងគឺលោកតារបស់នាងសន្យាឲ្យនាងបន្ទាប់ពីគាត់មកចូលនិវត្តន៍ហើយនាងក៏បានយករឿងហ្នឹងប្រាប់ទូផដែរហើយនាងក៏បានពាក់នាឡិកាហ្នឹងទូផឃើញនាងពាក់អត់ការក៏ជួយពាក់ឲ្យនាងអញ្ចឹងណាហើយក៏បានស្រែមកនាឡិកាហ្នឹងឲ្យទូស័យដែរហើយទូផក៏បាននិយាយថាមើលទៅនាឡិកាហ្នឹងនៅថ្មីប្រហែលជាលោកតារបស់នាងហ្នឹងខំថែរក្សាវាទុកឲ្យនាងឯងភ្លាមនឹងដែរទូស័យក៏បានលឺសលេងចេញពីនាឡិកាហ្នឹងដោយសារតែនាឡិកាហ្នឹងមានកន្លែងថតសលេងហើយនាងក៏បានលឺសលេងខ្លួនឯងនិយាយជាមួយនឹងលោកតាកាលពីនៅក្មេងដែលលោកតាបានសន្យាថាឲ្យនាឡិកាហ្នឹងមកនាងភ្លាមនឹងដែរទូស័យក៏បាននិយាយថានាងផ្លាស់ប្ដូរកំណត់ហើយនាងនឹងនៅកន្លែងហ្នឹងហើយបរិញ្ញាពួកក្មេងៗដែលវាជាការងារដែលលោកតានិងលោកយាយរបស់នាងនឹងឆ្លាញ់ពេញមួយជីវិតចឹងហើយនាងនឹងខំប្រឹងប្រែងដើម្បីធ្វើការងារនឹងជំនួសពួកគាត់ឲ្យបានល្អតមកសាច់រឿងឱកាសនៅពេលដែលទូស័យនឹងបានរៀបចំហុកថតនឹងដាក់ចូលទៅក្នុងស៊ុំហើយនាងក៏បាននិយាយថាទីបំផុតនាងយល់ហើយមិនបានលោកតាវ៉ាន់នាងនឹងចង់ឲ្យនាងមកវិទ្យាល័យហុងជិងលេខ8តែឥឡូវហ្នឹងគឺនាងលែងបោះបង់ខ្លួនឯងដោយសារតណាគេម្នាក់ទៀតហើយនាងសប្បាយចិត្តខ្លាំងណាស់ដែលនាងបានធ្វើការនៅវិទ្យាល័យហុងជិងលេខ8មិនខែហ្នឹងនាងពិតជាអរគុណលោកតានិងលោកយាយខ្លាំងមែនទែនសម្រាប់អំណោយហ្នឹងនាងនិយាយថានាងនឹកពួកគាត់ទាំងពីរនាក់ខ្លាំងណាស់បន្តមកសាច់រឿងឱកាសដល់ថ្ងៃថ្មីដែលយើងឃើញក្មេងៗហ្នឹងកាន់សម្ភារៈជាច្រើនទុកមកបោះសម្អាតអញ្ចឹងមកដូរយួនហ្នឹងអញ្ចឹងណាហើយពួកគេក៏បាននិយាយថាកន្លែងហ្នឹងគឺធំខ្លាំងហើយពួកគេក៏បានអើតរមនុស្សអញ្ចឹងណាតែរកអត់ឃើញទេហើយទូផនឹងទូចៃហ្នឹងក៏បានដើរមកដល់ហើយពួកគេក៏បានសួរថាលោកគ្រូបង្វឹកជាអ្នកហៅពួកគេមកទេមិនអ្នកគ្រូលេនហ្នឹងមកដែរអញ្ចឹងហើយអ្នកគ្រូលេនក៏បាននិយាយថាកន្លែងហ្នឹងគឺជាកន្លែងដែលពួកយើងនឹងមកហ៊ានបន្ថែមហើយកន្លែងហ្នឹងគឺជាកន្លែងស្ងាត់របស់ពួកយើងទាំងអស់គ្នាហើយទូស័យក៏បានបើកទ្វារឲ្យពួកគេចូលមកអញ្ចឹងណាហើយពួកគេក៏បានដើរមើលពេញហ្នឹងអញ្ចឹងទៅពេលហ្នឹងដែរឆានអៅក៏បាននិយាយថាកន្លែងស្ងាត់របស់ពួកយើងហ្នឹងមានឈ្មោះថាមជ្ឈមណ្ឌលបង្រៀនយួនមែនហើយទូស័យក៏បានមកក្បែរអញ្ចឹងណាបន្ទាប់មកហ្នឹងយើងក៏ឃើញថាពួកគេហ្នឹងចាប់ផ្ដើមរៀបចំបោះសម្អាតកន្លែងហ្នឹងហើយគណៈពេលហ្នឹងដែរយើងឃើញថាទូស័យហ្នឹងដូចជាងុយគេងខ្លាំងហើយទូផក៏បានដើរមកសួរនាងគេថាគេឃើញនាងជួចកន្លែងហ្នឹង20នាទីហើយនាងក៏បាននិយាយថានាងនឹងដល់ផឹកហ្នឹងពួកយើងមកសម្អាតហើយតែនាងអត់នឹកស្មានថាទូផហ្នឹងប្រាប់ក្មេងៗហ្នឹងថាមកពីព្រលឹមខ្លាំងពេកតែឥឡូវហ្នឹងគឺនាងអស់កម្លាំងខ្លាំងហើយយើងឃើញថាពួកក្មេងៗហ្នឹងក៏ឈរស្ដាប់ពួកគេទាំងពីរនាក់និយាយគ្នាដែរពេលហ្នឹងទូផក៏បាននិយាយថាឥឡូវហ្នឹងគេមានបេសកកម្មឲ្យនាងធ្វើមួយមុនហ្នឹងគេទៅជួចកៅអីងហឹងនៅកន្លែងនោះហើយទេចង់ឲ្យនាងទៅគេងនៅកន្លែងហ្នឹងតែនាងអាចធ្វើបានអត់ហើយទូស័យក៏បាននិយាយថានាងអរគុណច្រើនហើយនាងក៏ដើរទៅគេងទៅទូផហ្នឹងអ្នកផ្សេងទៀតហ្នឹងក៏នាំគ្នាធ្វើការបន្តទៅតមកសាច់រឿងឱកាសនៅលើតបដែលយើងឃើញក្មេងៗ4នាក់នេះពួកគេមកសម្អាតនៅលើតបអញ្ចឹងណាហើយក៏និយាយថាកន្លែងហ្នឹងគឺធំខ្លាំងហើយពួកគេក៏បានឡើងទៅជាន់លើទៀតដែរក៏ឃើញថាទេសភាពនៅកន្លែងហ្នឹងគឺស្អាតខ្លាំងហើយពួកគេអត់នឹកស្មានថាពួកគេមករៀននៅកន្លែងហ្នឹងអញ្ចឹងណាបន្តមកយើងក៏ឃើញថាទូផហ្នឹងកន្លែងឃើញទូស័យហ្នឹងគេងចំត្រូវទៅលើព្រះអាទិត្យអញ្ចឹងហើយគេក៏បានដើរមកបាំងថ្ងៃឲ្យនាងពេលរហូតហ្នឹងគេបាំងដៃតែមួយជាហៀងទេបន្ទាប់មកហ្នឹងក៏បាំងទាំងសងខាងអញ្ចឹងណាហើយកន្លងពេលហ្នឹងដែរកូនសិស្សហ្នឹងក៏បាំងកន្លែងមកឃើញដែរពួកគេលឹងអៀនអញ្ចឹងណាហើយទូប្រុសហ្នឹងគឺអត់ខ្វល់ពីពួកគេទេឈើមកបាំងថ្ងៃទូស័យឡើងតនងអញ្ចឹងទៅអេដមីននិយាយមែនវគ្គហ្នឹងគឺទូប្រុសថៃខាទូស័យរាវហ្មងហើយក្មេងៗនាំគ្នាឈើមើលអត់នាំគ្នាបោះសម្អាតទេបន្ទាប់មកហ្នឹងសាច់រឿងរបស់យើងគឺស្លេះធំតែប៉ុណ្្នឹងចង់ដឹងថាសាច់រឿងបន្ទាប់ហ្នឹងទៅជាយ៉ាងណាកុំភ្លេចតាមដានជាមួយនឹងអេដមីនទាំងអស់គ្នានៅភាគក្រោយណាហើយអេដមីនអធិស្ឋានផងដោយសារតែអេដមីនមួយរយៈហ្នឹងរវល់ពេកអញ្ចឹងហើយកាត់វីដេអូអត់ទាន់ទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ណាហើយអរគុណច្រើនសម្រាប់ការតាមដានបាយអ្នកទាំងអស់គ្នា